សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកអ្នកនរគ្នាអំពីរបៀប live game នៅលើទូរស័ព្ទដៃរបស់យើងអញ្ចឹងវាអត់មានអីពិបាកទេអ្នកនរគ្នាគ្រាន់តែមានទូរស័ព្ទមួយគ្រឿងក៏យើងអាចធ្វើការ live បានដែរហ្នឹងហើយអញ្ចឹងសម្រាប់ការ live ហ្នឹងគឺយើងមានកម្មវិធីច្រើនដែលអាចឲ្យយើងធ្វើការ live នៅលើទូរស័ព្ទដៃបានហ្នឹងហើយអញ្ចឹងដូចជាឧទាហរណ៍ Streamlabs ហ្នឹងគឺយើងអាចធ្វើការ live នៅលើទូរស័ព្ទដៃបានងាយស្រួលមែនទែនហ្នឹងហើយអញ្ចឹងវាមានកម្មវិធីច្រើនដែលយើងអាចធ្វើការ live បានអញ្ចឹងឧទាហរណ៍ខ្ញុំ search ពាក្យថា Streamlab ហ្នឹងមកហ្នឹងហើយអញ្ចឹងដល់ពេលយើង search ថា Streamlab គឺយើងឃើញមាន stream charm មួយទៀតអញ្ចឹង stream charm ហ្នឹងគឺយើងអាចធ្វើការ live នៅលើទូរស័ព្ទដៃបានដែរហ្នឹងហើយប៉ុន្តែសម្រាប់ stream charm ហ្នឹងដល់ពេលដែលយើង live បើសិនជាយើងអត់ទិញមុខងារ premium របស់វាទេវាជាប់ logo អញ្ចឹងវាពិបាកវាជាប់ logo នៅលើ screen ទូរស័ព្ទដៃរបស់យើងអញ្ចឹងខ្ញុំសូម recommend ឲ្យអ្នកនរគ្នា download Streamlabs ហ្នឹងមកហ្នឹងហើយវាងាយស្រួលនៅក្នុងការ live លើទូរស័ព្ទដៃហើយវាអត់ធ្វើឲ្យយើងពាក់ឬក៏វាអត់មានជាប់ logo អីផ្សេងៗទេអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ទាន់ download អ្នកគ្នាធ្វើការ download Streamlabs នឹងមួយមកហ្នឹងហើយអញ្ចឹងដោយសារតែខ្ញុំបាន download ហើយខ្ញុំចេញមកក្រៅវិញខ្ញុំចូលទៅកាន់កម្មវិធីនឹងតែម្ដងហ្នឹងហើយអញ្ចឹងដើម្បីធ្វើការ live បានអ្នកនរគ្នាគ្រាន់តែចូលមកកាន់ Streamlabs មកខ្ញុំចូលកាន់ Streamlabs របស់យើងបន្តមកទៀតមកដល់កន្លែងនេះយើងឃើញកន្លែងនេះ mode ទេយើងអាចបើកសលេងឬក៏បិទសលេងបានពេលនេះយើង live បន្តមកទៀតអ្នកនរគ្នាចូលមកកាន់ go live មកដើម្បីយើងអាចធ្វើការ live បានយើងចុច go live អញ្ចឹងកន្លែងនេះវាមានមុខងារពីរទីមួយគឺកាមេរ៉ាដែលមានន័យថាយើងធ្វើការ live នៅលើទូរស័ព្ទដៃនៅលើទូរស័ព្ទដៃរបស់យើង live តាមរយៈកាមេរ៉ាយើងថតនេះថតនោះ live អញ្ចឹងទៅហើយមួយទៀតហ្នឹងគឺ screen share មានន័យថាយើង share ពី screen ទូរស័ព្ទរបស់យើងអញ្ចឹងដល់ពេលដែលយើងបើក live យើងមើល Facebook គឺវាឃើញយើងមើល Facebook អញ្ចឹងណាយើងលេង game យើងវាឃើញយើងលេង game អញ្ចឹងបើសិនអ្នកគ្នា live game អ្នកគ្នាយក screen share មកនេះ screen share ព្រមមកចុច next អញ្ចឹងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាអត់ដែលធ្លាប់ប្រើទេកន្លែងហ្នឹងគឺវាឃើញបិទអញ្ចឹងកន្លែង new broadcast ហ្នឹងគឺវាបិទអញ្ចឹងអ្នកនរគ្នាត្រូវចុចបើកហើយកន្លែងសញ្ញាបូកនេះគឺកន្លែងដែលយើងត្រូវភ្ជាប់ជាមួយនឹង account របស់យើងដូចជា Facebook YouTube TikTok អីចឹងទៅអញ្ចឹងបើសិនអ្នកនរគ្នាចង់ live នៅលើ Facebook ឬក៏ live នៅលើ platform មួយណាអ្នកនរគ្នាយកមួយនឹងមកហ្នឹងហើយឧទាហរណ៍ថាអ្នកនរគ្នាចុចlive ចង់ live នៅលើ Facebook អញ្ចឹងអ្នកនរគ្នា log in នៅក្នុង Facebook របស់យើងនៅក្នុងនឹងមកហ្នឹងហើយអញ្ចឹងឧទាហរណ៍ខ្ញុំ live នៅលើ YouTube អញ្ចឹងខ្ញុំចុចlog in ជាមួយនឹង YouTube ឲ្យវាចេញសញ្ញា green អញ្ចឹងមកហ្នឹងហើយបន្តមកទៀតយើងចុច next យើងចុច next ទៅអញ្ចឹងមកដល់កន្លែងនេះខាងលើនេះគឺ title មានន័យថាចំណងជើងរបស់យើងចង់ live នេះយើងដាក់ចំណងជើងថាម៉េចអញ្ចឹងហើយកន្លងទី2នេះគឺ description ហ្នឹងគឺយើងដាក់ក៏បានយើងមិនដាក់ក៏បានដែរហ្នឹងហើយស្រេចតែអ្នកនរគ្នាទេហ្នឹងហើយបន្តមកទៀតកន្លែងនេះយើងមើលកន្លែងនេះប្រយ័ត្នថា access និង schedule ហ្នឹងអញ្ចឹងកន្លែង access ហ្នឹងគឺវាមានprivate unlist ហើយនិង public អញ្ចឹងធម្មតាបើសិនជាយើង live អញ្ចឹងយើងគួរតែដាក់ public អញ្ចឹងទៅណាយើងដាក់ public ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែឧទាហរណ៍ទេអញ្ចឹងខ្ញុំសូមដាក់ private អញ្ចឹងបន្ទាប់ពីយើងដាក់ private ហើយកន្លែងនេះយើង upload new នេះកន្លែង upload យើងហៅថា thumbnail នៅក្នុង YouTube យើងហៅថា thumbnail អញ្ចឹងយើងអាច upload រូបរបស់យើងចូលទៅរូបយើងអាច design ឬក៏យើងកាត់តឲ្យស្អាតឲ្យស្រាប់មកយើងអាច download បានហ្នឹងហើយបន្តមកទៀតខាងក្រោមនេះអ្នកនរគ្នាអាចកំណត់កម្រិតរបស់វាបានដូចជា HD អីអញ្ចឹងវាមានដល់18អញ្ចឹង18ហ្នឹងគឺដល់ HD ហើយអញ្ចឹងវាអាចយើងអាចឲ្យយើង live បានច្បាស់អញ្ចឹងណាអញ្ចឹងអ្នកនរគ្នាបន្ទាប់ពីអ្នកនរគ្នាបំពេញកន្លែងនេះអស់ហើយអ្នកគ្នាចុច go live មកយើងអាចធ្វើការ live បានហើយហ្នឹងយើងចុច go live អញ្ចឹងយើងធ្វើការរងចាំបន្តិចទៅហ្នឹងហើយអញ្ចឹងវាកំពុងតែធ្វើការ live ហើយនេះអញ្ចឹងបន្ទាប់ពីហ្នឹងហើយនេះយើងអាចចេញមកយើងឃើញសញ្ញាខំជាប់នៅលើហ្នឹងឯងអញ្ចឹងកន្លែងនេះដោយសារតែខ្ញុំអត់ screen record ដែរទាំងទៅគឺវាជាប់អញ្ចឹងអញ្ចឹងបន្ទាប់ពីហ្នឹងមកហើយយើងដល់ពេលដែលយើងមើល Facebook គឺវាឃើញយើងលេង Facebook អញ្ចឹងឃើញយើងមើល Facebook
បើសិនជាយើងលេងហ្គេមគឺឃើញយើងលេងហ្គេមអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយបើសិនអ្នកនរគ្នាចង់បិទ like អីអ្នកនរគ្នាអាច scroll ពីលើហើយយើងបិទកន្លែង screen record នេះមកពេលដែលយើងបិទកន្លែងនេះគឺវាដាច់ហើយវាដាច់ទាំងអស់ហើយឬក៏អ្នកនរគ្នាអាចចូលមកកាន់ stream lab របស់យើងមកយើងចុច close ទៅវាបិទហើយហ្នឹងហើយអញ្ចឹងខ្ញុំឧទាហរណ៍ជាមួយខ្ញុំចុច close នេះដាច់វាដាច់ហើយចឹងដល់ពេលដែលវាដាច់គឺវាចេញផ្ទាំងធម្មតាបែបនេះមកវិញអញ្ចឹងវីដេអូចែកម្លែកនេះគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយសង្ឃឹមថាអ្នកនរគ្នាយល់ហើយជាចុងក្រោយកុំភ្លេចជួយ subscribe ឲ្យខ្ញុំម្នាក់មួយផងហ្នឹងហើយជួបគ្នានៅវីដេអូក្រោយបាយបាយ